ពីថ្ងៃមុនយើងបានដឹងរួចទៅហើយអំពី AWS Register នៅថ្ងៃនេះផងដែរយើងនឹងធ្វើដំណើរទៅកាន់ដំណាក់កាលបន្តទៅមុខទៀតជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះទូចសវណ្ណនីតាមកពីក្រុម SU 15ដោយដែលខ្ញុំបានរៀបរាប់ពីក្បាលវីដេអូមកអញ្ចឹងថ្ងៃនេះយើងនឹងមក show បង្ហាញ step by step អំពីដំណាក់កាលបន្តទៀតនៅក្នុងវីដេអូមួយនេះជាដំបូងយើងត្រូវឈរនៅលើ home page របស់ AWS ជាមុនសិនរួចស្វែងរកពាក្យថា Myself then click on it ហើយវានឹង show ឲ្យយើង create instance រួចយើងចុច create instance រួចស្វែងរកពាក្យថា WordPress នេះគឺវាតម្រូវឲ្យយើង create custom keyក្រោយពីបានដាក់ឈ្មោះឲ្យវារួចយើងចុចពីថា generate key pair អ្នកទាំងអស់គ្នាធ្វើការ download private key របស់វាទៅទុកនៅកន្លែងណាមួយដែលអ្នកទាំងអស់គ្នាចង់ដាក់ក្រោយពីទុកដាក់ private key របស់យើងរួចរាល់យើងធ្វើការ scroll ទៅក្រោមដើម្បីស្វែងរកពាក្យថា add new tagការ create instance បានបញ្ចប់យើងคลิกទៅលើ networking ហើយយើងចុចទៅលើ attach នេះមកចំណុចនេះគឺវាតម្រូវឲ្យយើងដាក់ឈ្មោះអញ្ចឹងយើងដាក់មក e-commerce IPកន្លែងនេះគឺយើង connect ជាមួយនឹង ISX ពេលអ្នកទាំងអស់គ្នានឹងឃើញវា run terminal ឲ្យយើងអ្នកទាំងអស់គ្នាគោលបំណងដែលខ្ញុំវាយ Cat application credential ហ្នឹងគឺដោយសារតែខ្ញុំចង់ឲ្យវា show user ហើយនិង password ដើម្បីយកទៅ login តទៅពេលយើង copy password ហើយយើងចេញមកវិញហើយចូលទៅក្នុង access WordPress admin
ឬអ្នកទាំងអស់គ្នាធ្វើទៅលើ link មួយនេះអ្នកទាំងអស់គ្នាសូមធ្វើការ password ដែលយើងបាន copy មុននឹងចូលក្រោយពីយើងបាន log in ចូលទៅក្នុង WordPress ហើយយើងស្វែងរកពាក្យថា appearance រួច right click ហើយជ្រើសរើសយកពាក្យថា theme កន្លែង search theme នេះគឺសម្រាប់អ្នកទាំងអស់គ្នាស្វែងរក theme ដែលអ្នកទាំងអស់គ្នាចូលចិត្តហើយពេលរកបាន theme សំណប់ចិត្តរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគួរតែចុច installអាចចូលទៅកន្លែង theme detail របស់វាបានដើម្បីចុចកន្លែង require plugin តបមកគឺអ្នកនរគ្នាត្រូវចុច install ហើយនឹង activate ទាំង ecom ហើយនឹង WooCommerceដោយសារតែ theme ថ្មីមួយនេះក៏វារៀង interesting ដែរអញ្ចឹងខ្ញុំនឹងធ្វើការ activate ទៅលើវាមួយទៀតចំណុចនេះអ្នកទាំងអស់គ្នាលុប text ដែលនៅក្រោយ188/ នៅចោលទាំងអស់ទុកទៅអាមុខនេះបានទេមករកពាក្យថា route 53នៅក្នុង AWS ហើយយើងស្វែងរក
website ដែលមានឈ្មោះថា Namecheap ក្រោយពីអ្នកទាំងអស់គ្នាបានសរសេរ username របស់អ្នកទាំងអស់គ្នារួចហើយអ្នកទាំងអស់គ្នាចុចអូសទៅ Chrome ស្វែងរកusername ដែលមានដាក់ .store ហើយអ្នកទាំងអស់គ្នា add to cart នេះយើងធ្វើការ create account ដោយសារតែយើងអត់មាន account ស្រាប់ទេអញ្ចឹងយើងបំពេញបែបបត់ទៅតាមអីដែលវាទាមទារឲ្យយើងដាក់កន្លែងនេះគឺវាទាមទារឲ្យយើង connect ជាមួយនឹងកាតរបស់យើងដើម្បីទាក់ទងមួយ paymentដល់កន្លែងនេះវានឹង load verify លេខកូដនៅលើធនាគាររបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាសូមធ្វើការបញ្ជាក់ឲ្យវាទៅដើម្បីឲ្យវាដំណើរការកាត់លុយយើងហើយយើងអាចទិញ domain នឹងបាន